រឿងសេះនិងម្ចាស់ចំការកាលពីព្រេងនេះមានអ្នកចំការម្នាក់ឈ្មោះលីវដែលរស់នៅក្នុងភូមិតូចមួយគាត់មានសេះស៊ូកល្អមួយដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់គាត់សេះនេះមិនត្រឹមតែសង្កៀមរហ័សស្អាតប្រពៃប៉ុណ្ណោះទេប៉ុន្តែវាក៏ជាមិត្តដ៏ស្មោះត្រង់របស់គាត់ដែរថ្ងៃមួយពេលលីវចេញទៅទីផ្សារសេះរបស់គាត់បានរត់ចេញពីក្រៅពួកភូមិដើម្បីកុំឲ្យអាម៉ាស់ចិត្តលីវក៏នាំគ្នាទៅសង្គ្រោះគាត់គេនិយាយថាគឺលីវអ្នកឯងអភ័យទោសចុះសេះដ៏ល្អរបស់អ្នកបានបាត់បង់វាគ្រាន់តែជាការអន្តរាគមន៍ពីទេវតាអ្នកមិនត្រូវពិបាកចិត្តពេកទេលីវញឹមហើយឆ្លើយថាកុំប្រញាប់សន្និដ្ឋានពេកអ្វីដែលកើតឡើងគឺវាកើតឡើងហើយតើយើងអាចដឹងថាវាជាសំណាងឬអាសន្នទេមួយសប្តាហ៍ក្រោយមកសេះនោះវិលត្រឡប់មកវិញដោយនាំមកនៅសេះសប្បុរសមួយក្បាលទៀតដែលរត់តាមមកពីព្រៃពួកភូមិដើម្បីអបអរសាទរក៏មកប្រាប់លីវវិញគេនិយាយថាគឺលីវអ្នកឯងមានសំណាងណាស់ឥឡូវអ្នកមានសេះពីរក្បាលវិញនេះពិតជាសំណាងល្អមែនលីវញឹមស្ដីបន្តិចហើយពោលថាកុំប្រញាប់សន្និដ្ឋានពេកអ្វីដែលកើតឡើងគឺវាកើតឡើងហើយតើយើងអាចដឹងថាវាជាសំណាងឬអាសន្នទេតែថ្ងៃក្រោយមកកូនប្រុសរបស់លីវដែលជាអ្នកចុះគោហៅសេះសប្បុរសនោះបានធ្លាក់ពីលើសេះហើយធ្លាក់ដាច់ជើងពួកភូមិដើម្បីអាណិតស្រឡាញ់ក៏នាំគ្នាទៅសង្គ្រោះលីវវិញគេនិយាយថាគឺលីវអ្នកមើលទៅអភ័យទោសចុះកូនប្រុសអ្នករងរបួសធ្ងន់នេះពិតជាអាសន្នអន្តរាយមែនលីវនៅតែញឹមដដែលហើយពោលថាកុំប្រញាប់សន្និដ្ឋានពេកអ្វីដែលកើតឡើងគឺវាកើតឡើងហើយតើយើងអាចដឹងថាវាជាសំណាងឬអាសន្នទេមួយខែក្រោយមកពួកព្រៃធំមកជ្រកកង់ក្នុងភូមិហើយរីសទាំងអស់ត្រូវយកទៅធ្វើជាទាហានកូនប្រុសរបស់លីវដោយសារជើងខ្វិចក៏ត្រូវបានទុកឲ្យនៅផ្ទះពួកភូមិដើម្បីអបអរសាទរក៏នាំគ្នាទៅជួបលីវវិញគេនិយាយថាគឺលីវអ្នកឯងមានសំណាងណាស់កូនប្រុសអ្នករួចផុតពីការយកទៅធ្វើសង្គ្រាមនេះពិតជាសំណាងល្អមែនលីវញឹមហើយនិយាយដដែលកុំប្រញាប់សន្និដ្ឋានពេកអ្វីដែលកើតឡើងគឺវាកើតឡើងហើយតើយើងអាចដឹងថាវាជាសំណាងឬអាសន្នទេទស្សនៈពីរឿងនិទានរឿងនេះបង្រៀនយើងថាជីវិតមានភាពប្រែប្រួលហើយអ្វីដែលយើងគិតថាជាសំណាងឬអាសន្ននៅពេលនេះអាចប្រែជាផ្ទុយនៅពេលក្រោយគន្លិះគឺត្រូវរក្សាចិត្តស្មើភាពមិនអន្តែតអណ្ដូងពេលមានសំណាងនិងមិនអន់ចិត្តពេលជួបឧបសគ្គអ្វីដែលកើតឡើងក្នុងជីវិតមានទំនាក់ទំនងគ្នាហើយយើងមិនអាចដឹងប្រក្រតីនៅលទ្ធផលចុងក្រោយនៃព្រឹត្តិការណ៍នីមួយទេ